មើលមុខអញដូចជាប្រហែលហើយអ្នកផ្សេងធ្វើទៅលោកប្រុសឆាតចង់ ឆា ធ្វើ ប់មក ស្អី ជាមួយបងមក អូយលេងអ្នកប្រុសឆាតលេង នេះឯងធ្វើការជាមួយឪពុកយើងយូរហើយមិនដឹងខ្យល់អីទេមែនទេឆាប់ទៅមកខ្ញាច់កុំរញ៉េជាមួយលោកហើយយីខំនិយាយប៉ុណ្ណឹងហើយមិនព្រមបេះឲ្យមួយផ្លែពីរទៀតតើគ្រូគ្រប់ចំនួនហើយចវាយប្រាក់គ្រប់ចំនួនហើយពុកប្រាក់គ្រប់ចំនួនហើយកុំខ្លាចណាខែក្រោយត្រូវតែបានតើពួកឯងលើកឲ្យវ៉ាន់ដាក់សំពៅហើយយើងត្រឡប់ទៅវិញវើយសកម្មភាពយប់នេះគឺជាភស្តុតាងដែលសំខាន់ប៉ុន្តែខ្ញុំចង់តាមដានគាត់បន្តទៀតតើគាត់នឹងធ្វើអីអញ្ចឹងត្រូវហើយទៅជាមួយយើងតែជាលោកសេដ្ឋីប្រកាសជាទៅបបោទិញស្បៀវពីវិជារាជទៀតហើយបើអញ្ចឹងយើងរបៀបផោះតាំងបន្តអញ្ចឹងបងទៅពីទៅតាមដានលោកសេដ្ឋីទៅចំណែកឯខ្ញុំវិញនឹងទៅតាមដានលោកប្រុសឆើតប្រកាសជាមានសកម្មភាពអីសំខាន់មិនខានអ្នកទាំងអស់គ្នាប្រយ័ត្នខ្លួនផងណាគូបារម្ភអីបងអូននេះពួកជឿនឹងមិនអីនោះទេចាមើលតែតបរបស់លោកដូចជាដាក់ឲ្យវ៉ាន់លួចច្រើនណាស់ដូច្នេះថ្លៃជួលតបនៅខែនេះគឺឡើង10កាក់ខែនោះដូចជាថ្លៃខ្លាំងម្ល៉េះថ្លៃយ៉ាងម៉េចអីវ៉ាន់របស់ឯងយកមកលក់ច្រើនណាស់ថ្លៃធ្វើ10កាក់គឺវាសមរម្យណាស់ទៅហើយចាប់ឲ្យមកអត់ណាលោកប្រុសឆាតខ្ញុំមានឲ្យលឿនៗចឹងមកតបឯងទៅតបផ្សេងយ៉ាម៉ាយ៉ាលោកពូដល់ថ្ងៃបងថ្លៃជួលតបទៀតហើយណាត់ពូលោកប្រុសឆាតព្រោះនេះខ្ញុំទូសូវដាច់ទេសុំចាប់សិនមកអត់ដាច់មិនដាច់គឺជារឿងរបស់លោកពូទេសំខាន់ថ្លៃតបថ្ងៃហ្នឹងគឺត្រូវតែបានបើសិនជាគ្មានទេក៏រើអីវ៉ាន់ចាញ់ហើយសុំស្អីបាទអត់លោកប្រុសមិនបានទេពួកអញរើអីវ៉ាន់ចោលឲ្យអស់តែម្ដងបាទលោកប្រុសលោកប្រុសសុំបងលោកប្រុសណែបងអញយើងសុំបងស្អែកបាទទេមិនបាទទេលោកប្រុសឲ្យរើចាញ់គឺត្រូវតែរើចាញ់នេះឆាតអាងថាគេគឺជាកូនលោកចៅវាយស្រុកមិនខ្វល់ថាផ្សារនេះជាផ្សាររបស់អ្នកស្រុកភូមិនោះទេគេតែងតែមកទារថ្លៃឈ្នួលក្នុងមួយខែម្ដងបើសិនជាអ្នកភូមិណាគ្មានប្រាក់បង់ថ្លៃឈ្នួលឲ្យគេនោះទេគេនឹងរើអីវ៉ាន់ចេញឈប់ឲ្យមកលក់នៅទីនេះទៀតទង្វើមួយនេះអ្នកស្រុកភូមិមិនចូលចិត្តនោះទេតែដោយសារតែការគ្រប់គ្រងរបស់លោកចៅវាយស្រុកអ្នកស្រុកភូមិមិនអាចប្រកាសអ្វីបាននោះទេហើយទង្វើទាំងអស់នេះត្រូវបានរាជបុត្របន្លំខ្លួនទ្រង់តតមើលឃើញទាំងអស់ងាកមកខាងលោកចៅវាយស្រុកឯនេះវិញក្រោយពីគាត់បានប្រមូលស្បៀងលក់ឲ្យឈ្មួញអស់ហើយគាត់តែងតែមកប្រមូលទិញស្បៀងពីប្រជានរាស្ត្រមិនថាជាអង្ករជាស្រូវជាដំឡូងឬជាដំណាំហូបផ្លែផ្សេងគាត់ប្រមូលទិញទាំងអស់ពីប្រជានរាស្ត្រហើយឲ្យនៅក្នុងតម្លៃថោកខ្លាំងមែនទែនប្រជានរាស្ត្រមិនពេញចិត្តនឹងតម្លៃមួយនេះនោះទេប៉ុន្តែមិនអាចប្រកែកបានទោះបីជាមិនលក់ឲ្យលោកសេដ្ឋីក៏ស្បៀងទាំងអស់នេះត្រូវទុកឲ្យខូចចោលផងដែរដោយសារតែគាត់បានក្តោបក្តាប់សេដ្ឋកិច្ចទាំងអស់នៅក្នុងភូមិនេះរួចទៅហើយដូច្នេះទើបប្រជានរាស្ត្រគ្មានផ្លូវជ្រើសរើសក្រៅពីលក់ស្បៀងទាំងអស់នេះឲ្យទៅគាត់តើលោកអាចជួយដំឡើងតម្លៃឲ្យខ្ពស់ជាងនេះបន្តិចបានទេតម្លៃប៉ុណ្ណឹងវាតិចខ្លាំងណាស់ខ្ញុំគិតថាតម្លៃប៉ុណ្ណឹងគឺវាសមរម្យណាស់ទៅហើយបើសិនជាលោកមិនចង់លក់ឲ្យខ្ញុំទេក៏ទុកវាហូបដល់ខ្លួនឯងទៅប៉ុន្តែលោកត្រូវតែចាំថាក្រៅពីខ្ញុំទៅតើអ្នកណាហ៊ានទិញអីវ៉ាន់របស់លោកទេដោយសារតែការគម្រាមកំហែងរបស់លោកចៅវាយស្រុកអ្នកភូមិគ្មានជំរឿសអ្វីក្រៅពីលក់ស្បៀងទាំងអស់ឲ្យទៅលោកចៅវាយស្រុកនោះទេហើយលោកចៅវាយស្រុកក៏ប្រមូលស្បៀងទាំងអស់នោះដឹកចូលទៅក្នុងឃ្លាំងស្បៀងរបស់គាត់ឯប្រជានរាស្ត្រទឹកមុខក្រៀមក្រំពិបាកចិត្តធ្វើច្រើនចំណេញតិចមិនធ្វើមិនមានអីស៊ីពួកគេទ្រាំរស់ទាំងភាពលំបាកពួកគេតែងតែសង្ឃឹមថាថ្ងៃណាមួយនឹងមានចៅវាយស្រុកថ្មីមកជំនួសតំណែងរបស់គាត់ពួកគេកັບកេងទ្រព្យសម្បត្តិរាជវង្សហើយនៅយកមកប្រមូលទិញស្បៀងពីប្រជានរាស្ត្រលក់ឲ្យឈ្មួញដទៃទៀតជាទូទៅពេលដែលលោកសេដ្ឋីលក់ស្បៀងទាំងអស់នោះហើយប្រាក់ដែលគាត់រកបាត់គាត់នឹងយកទៅចែកគ្នាជាមួយនឹងមន្ត្រីផ្សេងទៀតឆ្លៀតឱកាសនេះយើងត្រូវតែចាប់គាត់ឲ្យបានកັບកេងទ្រព្យរបស់រាជការប្រមូលស្បៀងពីប្រជានរាស្ត្រលក់ឲ្យឈ្មួញដោយគ្មានការអនុញ្ញាតកំហុសប៉ុណ្ណឹងគ្រប់គ្រាន់ហើយផែនការបន្ទាប់ស្វែងរកបញ្ជីឈ្មោះនោះ ការងារនេះទុកឲ្យខ្ញុំជាអ្នកចាត់ការ
ប្រយ័ត្នខ្លួនផងណា ទុកចិត្តលើខ្ញុំចុះ ស្រីនីនទៅប្រោះឲ្យមកហៅ ចាអ្នកទាំងអស់គ្នាចាំមើលស្នាដៃខ្ញុំទៅ ប្រយ័ត្នផងណា ចារកខ្ញុំមានការអីលោកប្រុស បន្ទប់របស់បងទលេច្រើនណាស់មានសម្បុកពេញពីងទៀតផងអូនមិនជួយសមាធិទេអី ពេលនេះខ្ញុំមកហែងតើលោកប្រុសចង់ខ្ញុំសម្អាតនៅកន្លែងណា ថ្ងៃនេះអូនដូចជាខ្លាចម្ល៉េះ យ៉ាងម៉េចមិនចូលចិត្តមែនទេ អ្នកណាថាបងមិនចូលចិត្ត តែខ្ញុំមិនចូលចិត្តទេ អុយត្រូវទៀតហើយអូនយ៉ាងម៉េចហ្នឹង សុំទៅផងជួយខ្ញុំផង បងមិនទាន់ធ្វើស្អីទេណាយេអូយអាយយលោកប្រុសណាវាយអញអាយយអូបត់អញហ៊ានវាយអញផងអូយសំទោសលោកប្រុសខ្ញុំស្មានតែចោលអាចជួយក្រៃយោថ្ងៃក្រោយកុំចេះតែស្មានតែប្តីតែផ្ដាស់អូយចោលអត់ទៅហាអញ្ចឹងអូយពួកឯងយកអញទៅពេទ្យខ្សែកអូនយកបានហើយមែនទេ ចានេះបងស្នាដៃរបស់ខ្ញុំ ធ្វើបានល្អណាស់ពិតជាគួរឲ្យស្រឡាញ់មែនអូនប្រកាសជាបានគុណសម្បត្តិមិនខាន តោះទៅបន្ទប់លោកសេដ្ឋីទៅតន់លោកសេដ្ឋីមិនទាន់ត្រឡប់មកវិញ ចាវ៉ាវលោកសេដ្ឋីនេះមានទ្រព្យសម្បត្តិច្រើនមែន ទ្រព្យសម្បត្តិច្រើនយ៉ាងនេះហើយនៅគម្រិះទៀនសេដ្ឋីនេះ បងបាត់ពួកយើងប្រញាប់រកបញ្ជីនោះទៅ នោះប្រហែលជាសភៅនោះហើយល្អណាស់នេះហើយគឺជាបញ្ជីឈ្មោះតោះយើងឆាប់ត្រឡប់ទៅវិញ ចាតោះទៅ ពេលនេះបញ្ជីឈ្មោះនៅក្នុងដៃរបស់យើងហើយបងដាំឆាប់យកបញ្ជីឈ្មោះនេះទៅរាជវាំងទូប្រាប់ព្រះរាជាទៅបាទរងចាំដំណឹងល្អពីខ្ញុំទៅខ្ញុំលាសនាយ សុខសប្បាយតាមផ្លូវណាបងដាម តោះអាដាមទៅទាន់ដែរទេយប់នេះលោកសេដ្ឋីដឹកទ្រព្យសម្បត្តិទៅចែកគ្នាហើយបងកំរំអីប្រកាសជាទៅទាន់អាដាមគេប្រកាសជាសេះខ្លាំងណាស់ប៉ុន្តែតើព្រះរាជាអាចនឹងជឿពួកយើងដែរទេរឿងហ្នឹងទុកចិត្តលើអាដាមទៅអាដាមគេឆ្លាតខ្លាំងណាស់បងបារម្ភពីអាដាមនឹងណាជឿតែខ្ញុំទៅបងទៅសម្រាប់ទៅកុំបារម្ភពេកអញ្ចឹងយើងរកទៅដេកសិនហើយយប់នេះត្រូវចេញធ្វើការផងបន្ទាប់ពីព្រះរាជាបានជ្រាបរឿងទាំងអស់នេះហើយទ្រង់ខ្ញាល់ខ្លាំងណាស់ទ្រង់ក៏បាននាំកងសេនាប្រមាណនាក់ដើម្បីមកចាប់ខ្លួនលោកចៅវាញស្រុកនៅផ្ទះរបស់គាត់តែម្ដង សូមក្រាបថ្វាយបង្គំព្រះអង្គ តើព្រះអង្គយើងមកដោយផ្ទាល់តើមានរឿងអីទេបែរហើយតើព្រះអង្គយើងមកផ្ទះទូលបង្គំដោយផ្ទាល់មានរឿងអ្វីដែរទៅក្រាបទូលលោកចៅវាយស្រុកយើងឮមកថាលោកបានធ្វើបាបប្រជានារីរបស់យើងខ្លាំងណាស់ហើយថែមទាំងកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់រាជវង្សទៀតតើរឿងទាំងអស់នេះពិតដែរឬទេក្រាបទូលព្រះអង្គរឿងទាំងអស់នេះមិនពិតនោះទេទូលបង្គំគឺជាមន្ត្រីស្មោះត្រង់មិនអាចធ្វើរឿងអញ្ចឹងកើតនោះទេលោកចៅវាយស្រុកតើលោកមានស្គាល់បញ្ជីមួយនេះទេបញ្ជីមួយនេះខ្ញុំរកឃើញនៅក្នុងផ្ទះរបស់លោកតើលោកមានអ្វីប្រកាសទេអាដាមអញគឺជាសេនារាជវាំងមែនទេមែនហើយខ្ញុំឈ្មោះអាដាមគឺជាសេនារាជវាំងខ្ញុំមកនៅផ្ទះរបស់លោកគឺគ្រាន់តែដើម្បីសិភៅមួយនេះប៉ុណ្ណោះហើយខ្ញុំក៏បានរកឃើញប្រាក់ខុសច្បាប់នៅផ្ទះរបស់លោកច្រើនណាស់ពួកឯងឆាប់ទៅយកប្រាក់ទាំងអស់នោះមកឲ្យព្រះអង្គតបភ្លាមទៅបញ្ជីប្រាក់ទាំងអស់នេះគឺសុទ្ធតែជាប្រាក់របស់រាជការលោកមន្ត្រីស្មោះត្រង់លោកមានអ្វីប្រកែកទៀតព្រះអង្គលើកឡើងទោសឲ្យទូលបង្គំផងទូលបង្គំខ្មោចចូលមកពេលទៅធ្វើរឿងទាំងអស់នេះខ្មោចចូលមកពេលលោកបានធ្វើបាបប្រជានារីរបស់យើងខ្លាំងណាស់ទោសនេះមិនអាចលើកលែងបាននោះទេពួកឯងចាប់ខ្លួនគេទាំងពីរនេះទៅទទួលបរិយាជាព្រះអង្គរឿងនេះទូលបង្គំធ្វើតែម្នាក់ឯងនោះទេកូនប្រុសទូលបង្គំមិនដឹងរឿងអីនោះទេសូមទ្រង់លើកលែងទោសឲ្យគេផងព្រះអង្គបានយើងមិនចេះចាប់មនុស្សដែលគ្មានកំហុសនោះទេប៉ុន្តែគេមិនអាចជន់នគររបស់យើងបាននោះទេសូមអរព្រះគុណព្រះអង្គ
ហើយចាប់ពីពេលនេះតទៅយើងនឹងតែងតាំងលោកមន្ត្រីធឿនធ្វើជាចៅហ្វាយស្រុកនៅខេត្តនេះតែម្ដងលោកមន្ត្រីសឿនក្រាបទូលព្រះអង្គសូមលោកជួយមើលថែប្រជានារីរបស់យើងឲ្យបានល្អផងណាក្រាបទូលព្រះអង្គហើយយើងនៅមានរឿងសំខាន់ចង់ប្រាប់អ្នករាល់គ្នាប្រជារាស្ត្រជាទីស្រឡាញ់នេះគឺជាបុត្រារបស់យើងទ្រង់មានព្រះនាមថានិរាជគឺជាបុត្រាតែមួយគត់ហើយក៏ជាអ្នកស្នងរាជបន្ទាប់ពីយើងផងដែរ អាម៉េចរីចបត់ ថាម៉េចបងបតគឺជាព្រះរាជបុត្រ សួស្តីប្រជានារីទាំងអស់គ្នាខ្ញុំគឺជាមន្ត្រីសឿនមកពីរាជធានីព្រះអង្គទ្រង់បានតែងតាំងខ្ញុំធ្វើជាចៅហ្វាយស្រុកថ្មីនៅទីនេះខ្ញុំសន្យាថានឹងមើលថែពុកម៉ែបងប្អូនឲ្យបានល្អផ្ដល់ភាពកក់ក្ដៅជូនពុកម៉ែបងប្អូន ពិតជាដំណឹងដ៏រីករាយពិតមែនលោកចៅហ្វាយស្រង់តើពុននឹងនៅមានទៀតដែរទេលោកចៅហ្វាយស្នងអើយ សម្រាប់រឿងពន្ធដារនិងរឿងថ្លៃយកអីវ៉ាន់អីទាំងអស់នឹងខ្ញុំនឹងមិនយកពីពុកម៉ែបងប្អូនតទៀតនោះទេសូមពុកម៉ែបងប្អូនឈប់បារម្ភទៅបើសិនជាពុកម៉ែបងប្អូនមានបញ្ហាត្រូវការឲ្យខ្ញុំជួយពុកម៉ែបងប្អូនអាចមករកខ្ញុំបានគ្រប់ពេល អូយពិតជាដំណឹងល្អមែនបើសិនជាចៅហ្វាយស្រុកលែងយកពុនដែរហើយកសិកររបស់យើងប្រកាសជារស់នៅបានស្រួលហើយ ពិតបែនហើយតាសក់ខ្ញុំសប្បាយចិត្ត អេតែពេលនេះទៅពួកយើងលក់ដូរលេងលំបាកទៀត អីវ៉ាន់លែងមានពុនខ្ញុំឈប់លក់ថ្លៃទៀតហើយខ្ញុំលក់យកចំណេញតែមួយកៈពីរកៈទេសម្រាប់ពុកម៉ែបងប្អូនអ្នកស្រុកភូមិ បើ យើ ចឹង ង ខ្ញុំអាចจะសុំលុយទៅដល់ប្រពន្ធបានហើយសប្បាយចិត្តណាស់ ពេលវេលាកន្លងមកនេះចៅហ្វាយស្រុកចាស់ប្រហែលជាធ្វើបាបពុកម៉ែបងប្អូនខ្លាំងណាស់ហើយចាប់ពីថ្ងៃនេះតទៅពុកម៉ែបងប្អូនឈប់បារម្ភទៀតទៅបើសិនជាពុកម៉ែបងប្អូនខ្វះដើមទុនរកស៊ីគឺអាចមកពិភាក្សាជាមួយនឹងខ្ញុំបានគ្រប់ពេលក្នុងនាមខ្ញុំជាចៅហ្វាយស្រុកនៅក្នុងស្រុកនេះប្រៀបដូចជាឪពុករបស់អ្នកទាំងអស់គ្នាខ្ញុំនឹងព្យាយាមជួយអ្នកទាំងអស់គ្នាអស់ពីសមត្ថភាពឲ្យតែពុកម៉ែបងប្អូនត្រូវការពិតមែនគឺអាចមករកខ្ញុំបានហើយតើពុកម៉ែបងប្អូនមានចម្ងល់អ្វីចង់សួរមកខ្ញុំដែរទេ គ្មានអ្វីសួរទេឲ្យតែឈប់យកពុនណាពីពួកយើងទៅនឹងពួកយើងសប្បាយហើយមែនទេបងប្អូនមែនហើយ ល្អណាស់បើអញ្ចឹងពុកម៉ែបងប្អូនរស់ស៊ីបន្តទៀតចុះខ្ញុំមិនរំខានពុកម៉ែបងប្អូនរស់ស៊ីនោះទេ លើនេះបនពិតជាធ្វើបានល្អខ្លាំងណាស់បៃណាពិតជាពេញចិត្តនឹងបនខ្លាំងមែនទែនកុំចាត់មន្ត្រីអាក្រក់ជួយប្រជានារីគឺជាអ្វីដែលបៃតាចង់បាន វាជាភារកិច្ចរបស់ទូបង្គំស្រាប់តែហើយបេដាបេដាទូបង្គំមានរឿងមួយគាត់ក៏ជាអ្នកដែលមានចំណែកនៅក្នុងរឿងនេះដែរសូមបេដាផ្ដល់ឋានៈមួយឲ្យគាត់ ឲ្យ ទៅ តែបនស្នាក់សមបៃតានឹងយកព្រមបើអញ្ចឹងអញធ្វើជាមន្ត្រីយាមកានៅក្នុងសួនច្បារទីចុះណា សូមអរប្រគុណព្រះអង្គទូបង្គំនឹងខំប្រឹងធ្វើឲ្យបានល្អ អាដាមចាត់ចែងរឿងរបស់ទីទៅណា ក្រាបទូលព្រះអង្គតើមកខ្ចីមកតាមខ្ញុំមក ពេលនេះបៃតាចាស់ហើយបត់ក៏ធំដឹងក្តីលំមដល់ពេលត្រូវគ្រប់គ្រងនគរជំនួសបៃតាហើយតែមុននឹងបត់ឡើងក្រុងរាជបត់ត្រូវរៀបអភិសេកជាមួយនឹងក្មួយឆោមព្រោះបៃតាបានសន្យាជាមួយនឹងលោកមេតបរួចទៅហើយថានឹងរៀបការពួកឯងទាំងពីរនៅពេលដែលពួកឯងពេញវ័យ តែបតមិនបានស្រឡាញ់ប្អូនឆោមទេបតចាត់ទុកនាងដូចជាប្អូនស្រីបតអញ្ចឹង ប៉ុន្តែឪពុករបស់នាងគឺជាអតីតមេតបប្រចាំនគរនេះការលះបង់ជីវិតរបស់គាត់គឺជាការស្រោចស្រង់នគរថ្ងៃនោះបើគ្មានយុទ្ធសាស្ត្ររបស់គាត់ទេនគរយើងប្រកាសជាធ្លាក់ក្នុងកណ្ដាប់ដៃរបស់សត្រូវបាត់ទៅហើយ តែបតមានមនុស្សដែលបតស្រឡាញ់ហើយបៃតា បៃតាយល់តែបៃតាបានសន្យានឹងឪពុកនាងរួចហើយថារៀបអភិសេកឯងនឹងនាងប៉ុន្តែបតគិតតាមសម្រួលទៅតែកុំធ្វើឲ្យនាងខូចចិត្តអីណា តែខ្ញុំស្រឡាញ់នាងហើយឲ្យខ្ញុំរៀបការជាមួយអ្នកផ្សេងយ៉ាងម៉េចនឹងកើតទៅបៃតា រាជបុត្រត្រឡប់មកវិញហើយ ម៉ែដោះ មើលចោះទ្រង់ស្គមខ្លាំងណាស់នេះ ខ្ញុំមិនអីទេម៉ែដោះ រាជបុត្រត្រឡប់មកវិញប្រហែលជាអស់កម្លាំងហើយម៉ែដល់តែធ្វើសពថ្មីព្រះរាជបុត្រសិនចាំមកផ្លែន ហ
អ្នកនាងឆោមមានរឿងធំហើយ ហើយរឿងស្អីឯងមានកពិនស្រែកអាឡែឡូដូចកង្កែបលងទឹកអញ្ចឹង រឿងធំណាស់អ្នកនាងធំជាងកង្កែបលងទឹកទៅទៀត ហើយរឿងស្អីមិនក៏មិននិយាយមក គឺរាជបុត្រនារីត្រង់ត្រឡប់មកវិញហើយ ហ៎ពិតមែនណា ចានៅមានទៀតរាជបុត្រទ្រង់ចង់រៀបអភិសេកជាមួយនឹងនារីស្រុកស្រែណាមិនដឹងទេអ្នកនាង តាមានរឿងអញ្ចឹងផង មិនអាចបណ្ដោយឲ្យនាងស្រុកស្រែនោះរស់នៅបានសុខទេអ្នកនាងឆោម ចាំមិនហើយបងខ្ញីទៅរួចអស់ហ្នឹង តើទៅរួចជើក៏ទៅរួចហើយភ័យបែ រាជបុត្រឆាប់សោយទៅនេះជាសុំដែលម៉ែដងធ្វើជាពិសេសសម្រាប់រាជបុត្រណា បានម៉ែដោះខ្ញុំបានលងស្រឡាញ់ស្រីម្នាក់ហើយ ខ្លាញ់រាជបុត្រមានអ្នកនាងឆោមហើយតើ ប៉ុន្តែ អ ខ្ញ នា ោម គតទ្រង់គឺជាស្ដេចបើទ្រង់ពេញចិត្តអ្នកណាធ្វើតាមបេះដូងទៅទូលបង្គំមិនហាមឃាត់ទេ ចាស់បង